នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមអំពាវនាវឲ្យឈប់ជាបន្ទាន់នៅការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជាថៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើតឡើងនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងកម្ពុជាថៃនៅតាមបណ្ដាព្រំដែនដោយបានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យមានការអត់ធ្មត់បន្ទាប់ពីការប្រយុទ្ធគ្នាដែលផ្ទុះឡើងសារជាថ្មីបានបង្ខំឲ្យមានការជម្លៀសប្រជាពលរដ្ឋនិងការបិទសាលារៀននៅខាងភាគីកម្ពុជានៅក្នុងសំណេរដែលបានបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃនេះលោកអាន់វ៉ាបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតឬរងរបួសនៅក្នុងការវាយប្រហារនាពេលថ្មីៗនេះលោកបានប្រមានថាអំពើហិង្សាដែលផ្ទុះឡើងសារជាថ្មីនេះប្រថុយនឹងការបំផ្លាញកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីរក្សាទំនាក់ទំនងស្ថិរភាពរវាងប្រទេសជិតខាងទាំងពីរលោកអាន់វ៉ាបានគូសបញ្ជាក់ថាទាំងប្រទេសថៃនិងកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ម៉ាឡេស៊ីនិងជាសមាជិកសំខាន់ៗរបស់អាស៊ានដោយសង្កត់ធ្ងន់ថាសារៈសំខាន់នៃការទប់ស្កាត់ជម្លោះមិនឲ្យកាត់ឡើងបន្ថែមទៀតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានថ្លែងថាយើងជំរុញឲ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុតរក្សាបណ្ដាញទំនាក់ទំនងឲ្យនៅតែបើកចំហនិងប្រើប្រាស់ឲ្យអស់លទ្ធភាពនៅយន្តការដែលមានស្រាប់លោកបានបន្ថែមទៀតថាម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រងរាល់កិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងស្ថិរភាពស្ងប់ស្ងាត់និងទប់ស្កាត់កុំឲ្យមានហេតុការណ៍បន្ថែមទៀតកើតឡើងខណៈដែលភាពតានតឹងកំពុងកើតឡើងលោកអាន់វ៉ាបានដាស់តឿនថាតំបន់នេះមិនបណ្ដោយឲ្យត្រឡប់ទៅរកវដ្តនៃការប្រឈមមុខដាក់គ្នាជំវិញចំនួនព្រំដែនដ៏រ៉ាំរ៉ៃបានទេលោកបានលើកឡើងថាអត្ថប្រយោជន៍ចំពោះមុខគឺត្រូវបញ្ឈប់ការប្រយុទ្ធគ្នាការពារជនស៊ីវិលនិងត្រឡប់ទៅរកដំណើរការទូតដោយផ្អែកលើច្បាប់អន្តរជាតិនិងគោលការណ៍អាស៊ាន